វិញជួបគ្នាសាយថ្មីបាទអំពីការរៀន Excel ណាការរៀន Excel អញ្ចឹងថ្ងៃនេះផងដែរយើងនឹងមករៀនអំពីរបៀបធ្វើបញ្ជីរាយនាមសិស្សប្រឡងណាថ្នាក់ Fundamental បាទ Fundamental ណាឥឡូវយើងមើលនេះសម្រាប់លោកគ្រូអ្នកគ្រូថ្នាក់បាក់ធំឬក៏បងប្អូនសិស្សានុសិស្សដែលរៀនបាទឥឡូវលោកគ្រូបានវាបញ្ចូលបាទឈ្មោះរួចរាល់ហើយហ្នឹងអញ្ចឹងទី1គឺយើងវាយលេខរៀងគួរតនាមនឹងនាមភេទមុខវិជ្ជាបន្ទុកមធ្យមភាគបាទបន្ទុកមធ្យមនិទេសនិងលទ្ធផលបាទអញ្ចឹងផ្នែកអត់នេះឥឡូវយើងមើលតើដើម្បីដាក់លេខនេះបានលឿនត្រូវធ្វើម៉េចអញ្ចឹងដំបូងឡើយយើងសរសេរលេខ1ក្នុងហ្នឹងយើងសរសេរដាក់ថាលេខ1ណាហើយយើងចេញពីហ្នឹងមកវិញហើយចូលទៅវិញតទៅពីដាក់លេខ1ហើយយើងចូលមកកាន់កន្លែង edit ណា edit យើងយកពាក្យថា fill ណា fill យើងយកពាក្យថា series តទៅទៀតយើងយកពាក្យថា column បាទ column តទៅទៀតវាយចំនួនលេខដែលយើងចង់បានគេថាលេខ1ដល់លេខបានគេថាឥឡូវលេខ1ដល់លេខ14ខ្ញុំដាក់14បាទបឹបអញ្ចឹងវានឹងលោតលេខ1ដល់លេខ14ឥឡូវគេឲ្យមើលម្ដងទៀតនេះខ្ញុំនឹងលុបចោលបាទឥឡូវខ្ញុំចង់សរសេរដាក់ថាលេខ1សរសេរលេខ1ហើយយើងត្រូវចេញសិនណាចេញហើយចូលទៅវិញបន្តទៀតចូលទៅដល់កន្លែង column menu របស់យើងដែលមានពាក្យថា edit យកពាក្យថា fill បាទយកពាក្យថា series series ឲ្យបងប្អូនយកពាក្យ column ហើយយកវាយចំនួនលេខដែលយើងចង់ដាក់ទីតារាងយើងលេខ1ដល់លេខប៉ុន្មានអញ្ចឹងឥឡូវតារាងយើងធ្វើលេខ1ដល់លេខ14យើងវាយលេខ14ហើយចុច OK អញ្ចឹងកន្លែងមិញបើយើងវាយលេខជាឡាតាំងវាយលេខជាខ្មែរវានឹងចេញលេខខ្មែរបាទហើយវាយលេខជាលេខសកលវានឹងចេញលេខសកលតែម្ដងណាបាទអញ្ចឹងសូមយល់បាទហ្នឹងតទៅទៀតយើងធ្វើការវាយឈ្មោះបញ្ចូលហ្នឹងអញ្ចឹងឈ្មោះអានេះខ្ញុំបានវាយបញ្ចូលរួចរាល់ហើយតទៅទៀតវាយភេទបញ្ចូលបាទភេទបញ្ចូលកន្លែងនេះផងដែរជាទូទៅគេមិនដែលដាក់លេខឆ្កយអញ្ចឹងទេគេតែងតែដាក់8.50អញ្ចឹងដើម្បីធ្វើម៉េចដើម្បីឲ្យបាន8.50នឹងបានយើងត្រូវចូលទៅកាន់កន្លែងណាដែរណាបាទអញ្ចឹងយើងចូលទៅកាន់កន្លែងនេះណាចង់បានលេខថយឬថែមអញ្ចឹងឥឡូវខ្ញុំ select លើវាទាំងអស់ហើយខ្ញុំចូលមកកន្លែង number ហើយយើងចង់បានលេខបន់ថែមញ៉េអញ្ចឹងចុចតែមកពឹកមកវានឹងលោតលេខឲ្យបាទលោតលេខឲ្យកន្ទុយចុចហ្នឹងអូខេហើយយើងធ្វើការកំណត់វាយកទម្រង់កណ្ដាលចឹងវាលោតចូលកណ្ដាលស្មើបែបនេះគឺស្អាតហើយតទៅទៀតយើងកំណត់មធ្យមភាគចឹងយើងទាញឲ្យធំដោយសារយើងត្រូវដាក់ច្រើនចឹងដើម្បីកំណត់មធ្យមភាគបន្ទុកមធ្យមភាគបានសុំទោសខ្ញុំបានវាយខុសបន្ទុកណាចានេះបន្ទុកនេះត្រូវដាក់មកចូលបន្ទុកមធ្យមភាគអន្តរអញ្ចឹងខ្ញុំសូម copy វាបាទ copy វាដាក់ខាងនេះវិញអានេះមុខវិជ្ជាគេនេះវាវិញច្រឡំវាបញ្ចូលខុសបាទអញ្ចឹងយើងឃើញទេបើសិនយើងវាយច្រឡំយើងចង់ copy មិនដាក់យើងគ្រាន់តែ select លើវាទាំងអស់ចុច Ctrl C ហើយទាញតារាងនេះចុចមួយប៉ោះដាក់ Ctrl V មកឥឡូវមុខវិជ្ជានេះមុខវិជ្ជា Fundamental អញ្ចឹងយើងសរសេរឬក៏ copy នេះដាក់តែធំពេកយើងវាយដល់ណាបាទ Fundamental ហើយយើងមិនបាច់វាយដដែលទេយើងវាយឲ្យមួយយើងគ្រាន់តែចុចនេះយកសញ្ញាបូកបញ្ចំអាហ្នឹងយើងទាញមកមិនបាច់វាយដដែលឲ្យនំតែយូរអញ្ចឹងទាញមកបាទឃើញទេអញ្ចឹងមុខវិជ្ជាហ្នឹងវានឹងធ្លាក់មកអូតូតែម្ដងហើយយើងទាញស៊ូមតារាងយើងចូលមកវិញឲ្យស័ក្តិសម
ត់នីតិហើយយើងកំណត់នីតិបានដូចមួយដេចណាចឹងកន្លែងកំណត់នីតិនេះយើងត្រូវការទាញក្រាមរបស់យើងឲ្យវែងតិចបាទទាញយ៉ាងវែងតិចយើងចុចសញ្ញាស្មើបាទកំណត់រូបមន្តនីតិល្អណាស់យើងចុចសញ្ញាស្មើតទៅទៀតយើងប្រើរូបមន្ត if បាទ if ចឹង YIF យើងចុចមក double click ពីរដងតទៅទៀតចុចលើបន្ទុកមុខវិជ្ជាបន្ទុកមជ្ឈមភាគមុខវិជ្ជាបន្ទុកមជ្ឈមភាគរបស់យើងចុចលើនឹងមួយមកហើយយើងកំណត់ថាបើសិនជាវាតូចបាទតូចយើងចុច shift បាទ shift ហើយចិត្តអក្សរ M ខាងស្ដាំអក្សរ M shift តូចជាង5បាទតូចជាង5ចុចក្បៀសមួយយើងបើកអភ័ន្តសញ្ញាឬថ្មីមិនកដោយើងសេខ្មែរមកខជាងសស្អោយកបាទខ្សោយហើយយើងបិទអភ័ន្តសញ្ញាវិញក្បៀសមួយយើងចុចរូបមន្ត if ដដែលទៀតបាទ if បាទបើសិនជាមជ្ឈមភាគហ្នឹងវាមិនវាតូចជាង7បាទតូចជាង7តូចជាង7មានតែមិនដែរមានថាមជ្ឈមតូចជាង7មានតែមជ្ឈមចឹងនិយាយសេថាមជ្ឈមមកបាទមជ្ឈមវាមួយសេតែ if ទៀត if ទៀតបើសិនជាអានេះដដែលវាតូចជាង8បាទបាទអបអរសញ្ញាដាក់ថាបង្គួរបងងជង្គស្រួលបាទបង្គួរហើយយើងបិទសញ្ញានឹងវិញក្បៀសយើងដាក់ if ទៀតif បើសិនជាមជ្ឈមភាគខាងលើហ្នឹងវាមិនដែរបាទវាតូចជាង9ចឹងបើតូចជាង9មានថាល្អយើងបិទវាវិញតោះទៀតយើងសល់តែមួយទៀតទេបន្ទាប់ពីល្អមានតែល្អណាស់ចឹងយើងសេយកតែមកឲ្យប្រើ if ទៀតទេគឺល្អណាស់បាទតមកទៀតគឺហើយឥឡូវយើងបើកវងកញ្ចក់ចំនួនប៉ុន្មានដល់យើងរក1 2 3 4អញ្ចឹងយើងបើក4យើងបិទ4វិញ1 2 3 4តបពីបានបែបហ្នឹងយើងចុចគណចុច enter មកគឺវានឹងលោតនីតិឲ្យតែម្ដងនេះឃើញមិនទេអញ្ចឹងវាលោតនីតិឲ្យលោតនីតិឲ្យយើងត្រូវចុចលើវាមួយហើយយើងយក mouse មកចុចកន្លែងជ្រុងហ្នឹងឲ្យចេញតែមកបែបហ្នឹងចុច mouse ឆ្វេងឲ្យជាប់អូសទៅក្រោមបាទអូសទៅក្រោមអញ្ចឹងវានឹងលោតចំណាត់ថ្នាក់នោះឲ្យយើងតែម្ដងបាទឲ្យយើងតែម្ដងបាទយើងកំណត់យកកណ្ដាលឲ្យដូចស្អាតតទៅទៀតយើងកំណត់លទ្ធផលណាតើធ្លាក់ឬក៏ជាប់ណាជាប់ឬធ្លាក់ឬជាប់អញ្ចឹងបើបីដឹងជាប់ឬធ្លាក់យើងប្រើរូបមន្តស្មើបាទ if ដដែល if បាទ if នេះគឺយកបន្ទុកមជ្ឈមភាគនេះមជ្ឈមភាគបើសិនជាវាធំជាងឬក៏ស្មើនឹង5បាទស្មើនឹង5យើងចុចក្បៀសបើឃើញកណ្ដោគឺតែថាជាប់ហើយយើងបិទមួយកណ្ដោវិញបិទវិញមួយទៀតបើវាជាប់ហើយមានធ្លាក់អញ្ចឹងយើងបើកវិញកណ្ដោយើងសេពីថាធ្លាក់តែម្ដងទៅបាទធ្លាក់បិទវិញកណ្ដោវិញហើយយើងបិទមុខក្រចកវិញមកជីប0ទៅ enter អញ្ចឹងបើជាប់វានឹងលូតថាជាប់ហើយធ្លាក់វានឹងលូតថាធ្លាក់ដល់ទៀតយើងអូសចុះមកក្រោមបាទមកឆ្វេងជាប់អញ្ចឹងវាលូតជាប់ធ្លាក់នៅលើនឹងតែម្ដងណាអញ្ចឹងងាយស្រួលធ្វើទេគឺមិនពិបាកទេណាមិនពិបាកឡើយហើយយើងសម្រាប់យើងចង់បានពណ៌យើងដាក់ហ្នឹងមកឥឡូវខ្ញុំសម្រាប់ពណ៌លឿងខ្ញុំដាក់ពណ៌លឿងណាបាទដាក់ពណ៌លឿងយកគឺស្អាត
chẳng những Việt Nam Cana với chênh lá này chênh theo cho trách với tha nhưng print mất đại vậy chẳng những thử riêng rồi đấy bọn dương mất oi việt oi viên đại là chênh được kèo chẳng á và nên vẫn chọn 30 quả dưới lệch đã quả nó sẽ dưới phơi tay bờ chia câu cá để đại đạp cô này đại đạp cô để ra là bọt màu sọc cho mà tiết bờ sân gì dương trong đang than nè cho nè nè bạn thì là thử mạch nhé chân dương thở của muốn mũi tiền đầu tiên dương trong đã ra 7 nhưng vừa đã 7 nghĩ xuống đấy tranh của bố nhân xe than nè chuột đấy trong đang nè chuột bên mà nè chuột nè lẹ và nè chuột nè lẹ đây trong rất sẽ rộng muốn sắc mà và cái những anh vui hái những nhân dân thợ của muốn như đấy nè nhân thợ của muốn cái smart ấy kế dạ smart vào được muốn count if và chắc khi nó lượt gần lừa đấy nhưng chạy cho năng mất count if và count if và count if há dương mớ dương trở lệch lơ nè và tiền ôm mà khổ mất á trở lệch lơ mẹ chùm này lên tiền ôm mà cào mất dương bắt luôn một trọ hay ta bớt còn mọi việc đấy dương thử đạo với đô la thì một đấy đô la cho một lần liên tiếp đã là đô la đi là đô la một tiếp rẻ một tiếp một chi nó nhân đặt đô la thì nó đặt đô la đây đặt đô la hai dương thua cả lục viên tích dương đã biển chuột và cả con rạch nhá chuột con rạch nhà tại ba cái đó chuột nó dương thật với bật những cái chợ mà chẳng những đang chừng luôn này chóp cứ gặp phim nè cái này lẹ nè nó có đủ nó đi mà chẳng những ô bị lừa trong còn chẳng đi nè ô bị lừa trong còn nó ngay dương thật đặt xong tốt mày dương trở lại cho thầy dương chạy bị ôm á không có lựa chọn khó bạn có lựa chọn thì ngoài đấy dương đã đô lá thì một trăm và đô la đã đô la ok sau tiết dương có bia muối hay dương đã nhà dương cái đó cho được nóng cho xe thá lẹ có chừng luôn còn đó bà có đi cho chín sớm cho những khơi này lẹ chừng luôn mà bà này lẹ chừng luôn mà lẹ chừng luôn phi lẹ chắc sẽ rọc màn nhưng chắc má giảm mất bà chẳng sẽ đọc buồn đó chẳng tin này và dưới thua bàn rồi cho rõ lắm miền ở vô thằng đá dương ai xua bàn không comment bàn ở con chụp này là video vào sau